ជំរាបសួរប្រិយមិត្តទាំងអស់គ្នា Hello Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលមកបន្តនៅសេរីរបស់យើងដែលជាភាគទី11បន្តទៀតនេះអ្នកដើមនៃភាគនេះក៏ឃើញថា Agency កំពុងតែនិយាយជាមួយនឹង Yuki ហើយថាឲ្យគេត្រូវត្រឡប់ទៅវិញហើយរឿងគ្រប់យ៉ាងគឺគាត់ជាអ្នកចាត់ចែងអញ្ចឹងណាប៉ុន្តែពេលនេះទោះបីជា Agency នឹងនិយាយអីក៏កូនប្រុសរបស់យើងមិនស្ដាប់ដែរព្រោះថាសារតែគេខូចចិត្តទៅហើយហ្នឹងអញ្ចឹងទៅពេលនេះគេសម្រេចចិត្តចុងក្រោយគឺគេសុំលាចេញពី Agency នឹងតែម្ដងហើយគេនឹងដើរផ្លូវរបស់គេវិញអញ្ចឹងទៅណាហើយដែលធ្វើឲ្យ Agency ម្នាក់គឺខឹងជាមួយនឹង Yuki ខ្លាំងមែនទែនព្រោះសារគាត់និយាយថាបើសិនជា Yuki ចាក់ចេញពីគាត់គឺ Yuki មិនមានអ្វីនោះទេ Yuki គឺមិនបានខ្វល់នោះទេគេក៏បានដើរចាក់ចេញទៅកាន់មកកាន់អមេកូនស្រីរបស់យើងវិញពេលនេះត្រឡប់មកដល់ផ្ទះក៏ឃើញថាប៉ារបស់គេគឺនៅចាំក្នុងបន្ទប់តែម្ដងមកដល់ផ្ទះដោយទឹកភ្នែកពេលនេះមិននិយាយអ្វីទាំងអស់ក៏និយាយថាខ្ញុំសុំទោសលោកប៉ាហើយក៏បានឲ្យប៉ារបស់គេដែលធ្វើឲ្យប៉ារបស់គេគឺឡើងឆ្ងល់មែនទែនតែកូនរបស់គាត់កាត់អីហ្នឹងអមេបានសុំទោសប៉ារបស់គេនៅរឿងកន្លងការពីរយៈពេលប្រហែលឆ្នាំមុនដែលគេរឿងក្បាលខ្លាំងមែនទែនហើយមិនស្ដាប់ប៉ារបស់គេទៀតផងដូច្នេះហើយលោកពូក៏មិនបាននិយាយអ្វីដែរគាត់ក៏បានអោបលួងលោអមេទៅលោកដល់ស្អែកឡើងក៏ឃើញថាពេលនេះ Yuki គឺបានចេញពីភូមិនេះបាត់ទៅហើយកូនស្រីរបស់យាមីគេក៏បានមកជួបជាមួយនឹងអ៊ំមេភូមិដើម្បីសុំទោសនៅរឿងកន្លងដែលពួកគេបានធ្វើខុសអីអញ្ចឹងណាហើយមេគេក៏បានដកការធនាគាររបស់គេគឺចង់ប៉ះប៉ូវសងខ្លាចខូចខាតឲ្យអ្នកភូមិអីអញ្ចឹងទៅប៉ុន្តែលោកអ៊ំមេភូមិគាត់ក៏និយាយថាមិនអីទេដោយសារតែ Yuki គឺបានដោះស្រាយរួចទៅហើយកាលពីម្សិលមិញនេះព្រោះដោយសារតែ Yuki គឺព្រមសញ្ញេតាមកិច្ចសន្យាគាត់ជាមួយនឹងអ្នកភូមិអីអញ្ចឹងទៅណាដែលធ្វើឲ្យរឿងទាំងអស់គឺអាចដោះស្រាយបានចប់សពគ្រប់ហើយពេលនេះដែរលោកអ៊ំមេភូមិក៏បានហោចក្តារកិច្ចសន្យាហ្នឹងឲ្យមេមើលប៉ុន្តែមេគឺគេមិនមើលនោះទេដោយសារតែគេនិយាយថាគឺគេមិនពាក់ព័ន្ធជាមួយនឹង Yuki ម្នាក់នឹងទៀតឡើយគឺគេដើរចេញអីអញ្ចឹងទៅណាព្រោះដោយសារតែពេលនេះគឺគេឆ្លោះគ្នាទៅហើយហ្នឹងកាន់មកមើលកូនប្រុស Yuki ដល់កំសត់របស់យើងពេលនេះក៏អវលីត្រកដើរត្រឡប់ទៅវិញតែម្នាក់ឯងទាំងអារម្មណ៍ឈឺចាប់ឈឺចិត្តស្អិតត្រង់ទៀតផងទាំងដែលពេលនេះក្នុងចិត្តរបស់គេគឺមិនចង់ចាក់ចេញនោះឡើយដោយសារតែគេគឺនៅតែស្រឡាញ់អមេណាប៉ុន្តែបើសិនជាត្រឡប់ទៅវិញក៏មិនបានដូចគ្នាចុងក្រោយទៅគឺបានត្រឹមតែដើរចាក់ចេញទាំងបណ្ដោះអាឡ័យដើរបណ្ដាក៏នឹកស្ម័យទៅដល់ពេលវេលាដែលគេចាប់ផ្ដើមស្រឡាញ់គ្នាជាមួយអាមេងពេលវេលាដែលឈឺចាប់ពេលវេលាកន្លងមកដែលពួកគេធ្លាប់នៅជាមួយគ្នាចុងក្រោយទៅគឺបានត្រឹមតែជាអនុស្សាវរីយ៍ជាការចងចាំមួយតែប៉ុណ្ណោះប៉ុន្តែអ្វីគ្រប់យ៉ាងនៅពេលនេះគឺបានបញ្ចប់សពគ្រប់អស់ទៅហើយចំណែកអាមេងពេលនេះគេក៏បានត្រឡប់ទៅផ្ទះរបស់គេវិញហើយដូច្នេះហើយពេលនេះគេក៏បានមកលាជាមួយនឹងលោកយាយម្ចាស់ផ្ទះគ្រប់ការបាយគ្នាទាំងអស់គឺមិនមែនសប្បាយរីករាយនោះទេដូចជាពេលនេះអញ្ចឹងនៅពេលដែលជួបគ្នាដំបូងគឺសប្បាយរីករាយប៉ុន្តែដល់ពេលដែលត្រូវចាកចេញម្នាក់គឺមានទឹកមុខក្រៀមក្រំនឹករលឹកដល់គ្នាទៅវិញទៅមកទាំង Yuki ក៏មិនដាច់អាឡ័យចេញពីភូមិនេះសូម្បីតែមេងក៏មិនដាច់អាឡ័យដែរប៉ុន្តែធ្វើយ៉ាងម៉េចបើពេលនេះស្ថានភាពគឺតម្រូវឲ្យពួកគេទាំងពីរនាក់ចាកចេញតែម្ដងសូម្បីតែលោកយាយម្ចាស់ផ្ទះពេលនេះគាត់ក៏បានរៀបចំកាដូទុកសម្រាប់ឲ្យ Yuki ដូចគ្នាប៉ុន្តែក៏មិនបានឲ្យដោយសារតែ Yuki គឺមិនហ៊ានមកលាគាត់នោះទេគេមានអារម្មណ៍ថារអ៊ីខ្លួនណាដូច្នេះហើយគេក៏បានលាចាក់ចេញពីភូមិស្រុកនេះដោយមិនបានលាអ្នកណាទាំងអស់ហើយក៏លែងបានត្រឡប់មកទីនេះម្ដងទៀតដែរបើក៏លែងមកមើលទីក្រុងវិញពេលនេះក៏ឃើញថាអប Agency ហ្នឹងគឺបដូរតារាដែលគេត្រូវគ្រប់គ្រងហើយគឺទៅម្នាក់ស្រីដែលធ្លាប់មានរឿងអាស្រូវជាមួយនឹង Yuki ហើយពេលនេះដែរគឺថាធ្វើជាតារាគឺពិបាកដូចតែគ្នាហ្នឹងមានតែពាក្យអាចារ្យរ៉ែមរឿងអាស្រូវអ្នកកសារស៊ូនំឆ្វេងស្នាមអញ្ចឹងទៅណាដូច្នេះហើយពេលនេះ Yuki គេក៏បានបើកជាសាធារណៈតែម្ដងសំទោសរឿងគ្រប់យ៉ាងឬអាស្រូវគ្រប់យ៉ាងដល់ទស្សនិកជននិង fan របស់គេហើយគេក៏បានបង្ហាញការពិតថាស្នេហារបស់គេជាស្នេហាបែបនេះដោយសារតែពេលនេះ Yuki របស់យើងគឺមិនខ្លាចរឿងអាស្រូវឬក៏មានបញ្ហាអ្វីទៀតនោះទេគេគឺបាននិយាយប្រាប់ត្រង់ទៅកាន់ fan និងមនុស្សទស្សនិកជនទាំងអស់តែម្ដងថាគេជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាអញ្ចឹងទៅណាដូច្នេះហើយគ្រប់គ្នាគឺមិនពេញចិត្តនោះទេគេក៏បានគប់នេះគប់នោះទៅកាន់ Yuki របស់យើងតែ Yuki មិនបានខ្វល់នោះទេអ្វីដែលគេខ្វល់ពេលនេះសំខាន់គឺជាអារម្មណ៍របស់អាមេងដែលអាមេរបស់យើងពេលនេះស្ដាប់ហើយគឺគេអង្គុយតែយំអង្គុយថាពិបាកចិត្តខូចចិត្តនៅគ្រាន់នៅរឿងកន្លងដែលពួកគេធ្លាប់ស្រឡាញ់គ្នានៅក្បែរគ្នាអញ្ចឹងទៅក្នុងចិត្តរបស់គេនេះគឺពិតជានឹកទៅដល់ Yuki ស្រឡាញ់ Yuki ខ្លាំងណាស់ប៉ុន្តែបែរជារឿងដែលយល់ច្រឡំក៏មិនព្រមនិយាយគ្នាណាទុកឲ្យជឿចាប់រៀងខ្លួនទាំងដែលអ្នកទាំងពីរគឺនៅតែស្រឡាញ់គ្នាហើយតែនឹកដល់អនុស្សាវរីយ៍ល្អៗកាលពីមុនធ្វើឲ្យទឹកភ្នែករបស់អាមេងហូរស្រក់ដល់ការឈឺចាប់ដល់ក្តីនឹករលឹកទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួនត្បិតថាពួកគេមានពេលវេលានៅជាមួយគ្នាគឺមិនវែងអន្លាយនោះទេប៉ុន្តែអនុស្សាវរីយ៍គឺកប់ជ្រៅនៅក្នុងបេះដូងរបស់ម្នាក់រៀងខ្លួនតែម្ដងអញ្ចឹងទៅធ្វើអ្វីក៏មិនបានដែរបានត្រឹមតែមកអង្គុយផឹកស្រាខូចចិត្តចំណែកឯម្នាក់ស្រីតារានេះវិញព័ត៌មានអាស្រូវរបស់គេគឺកាន់តែធំឡើងដែលធ្វើឲ្យពេលនេះគឺគេឈ្មោះគ្រប់យ៉ាងរបស់គេក៏បានធ្លាក់ចុះមួយរំពេចតែម្ដងឲ្យអញ្ចឹងចោះសំមុខដោយសារតែម្នាក់ហ្នឹងជាមនុស្សដែលចូលចិត្តបដិ
រឿងអាស្រូវធ្វើបាបយូគីកាលពីមុនដល់ពេលឥឡូវនេះគឺកម្មពីតាមតណាគឺគេតែងតែមានរឿងអាស្រូវគ្រប់យ៉ាងសូម្បីតែចិនស៊ីពេលនេះក៏ដោះស្រាយសឹងតែមិនបានដូចគ្នាហើយបាននិយាយពីកូនប្រុសរបស់យើងវិញមិនត្រឹមតែផឹកសានោះទេពេលនេះខូចចិត្តក៏ខ្លាយទៅជាមនុស្សដែលជក់បារីទៅហើយព្រោះដោយសារតែគេគិតមិនចេញហើយនឹកទៅដល់អូនខ្លាំងនោះអីព្រោះពីថាវគ្គនេះគឺអ្នកសម្រាយតឹងទ្រង់ខ្លាំងមែនតែនបើសិនជានឹកគ្នាមិនក៏មិនទៅរកគ្នាទៅឆ្ងល់មែនតែនណាថ្មិចបាក៏ពេលនេះពេលវេលាគឺពិតជាដើរលឿនខ្លាំងមែនតែនកាត់មកដល់មួយឆ្នាំក្រោយទៅហើយមកមើលនៅភូមិលើកោះនេសាទនេះវិញពេលនេះក៏ឃើញថាគ្រប់គ្នានៅទីនេះក៏ប្រកបមុខរបរលក់គ្រឿងសមុទ្រដូចដើមហើយថែមទាំងលក់ដាច់ទៀតផងគឺបន្ទាប់ពីយូគីបានផ្សព្វផ្សាយឥឡូវនេះក៏ធ្វើឲ្យប្រជាជននៅទីនេះមានមុខរបរអាចចិញ្ចឹមជីវិតបានហើយថែមទាំងពេលនេះមានភ្ញៀវទេសចរមកកម្សាន្តនៅទីនេះទៀតផងដែលពេលនេះលីមីគឺជាអ្នកនាំពួកគេដើរកម្សាន្តនៅលើកោះនេះអញ្ចឹងណាហើយក៏បានរៀបរាប់ព័ត៌មានពីជីវិតនៅលើកោះរបស់ប្រជាជនដែលរស់នៅទីនេះហើយពេលនេះក៏ឃើញថាកូនប្រុសរបស់យើងនេះរត់ញ៉ាំបញ្ញាមិនដឹងថាទៅទទួលអ្នកណានោះទេហើយមនុស្សដែលសំខាន់សម្រាប់គេនោះពេលនេះគឺជាកូនស្រីរបស់យើងនឹងឯងដែលគេមកលេងបងអញ្ចឹងណាគ្រាន់តែឃើញបងភ្លាមក៏ថារត់ស្ទុំមកអោបបងតែម្ដងតែសារតែគេបែកគ្នាព្រោះតែគេមានរវល់ការងារនៅទីក្រុងយូបានមកលេងម្ដងនៅជ្រុំខាងទៀតយើងក៏ឃើញថាមិនដឹងជាអ្នកណានោះទេគេប្រធានស្ពេវលាពី3រំមុខរំមាត់ឡើងចិត្តឆឹងហើយមកទៅទំនោរដូចជាគេដាប់សងប្រេងឡើងលើភ្នំអញ្ចឹងណាហើយនិយាយពីបរិយាអាកំបាំងនេះវិញពេលនេះស្រាប់តែឃើញថានរណាម្នាក់ទេកំពុងតែស្រែករកជំនួយនៅកន្លែងដែលគេដើរឡើងលើភ្នំនេះអញ្ចឹងតើម្នាក់ហ្នឹងក៏បានទៅជួយទៅណាពេលនេះយើងក៏បានឃើញមុខហើយម្នាក់ហ្នឹងគឺជាយូគីរបស់យើងដែលសារតែខូចចិត្តពេលយកឲ្យកំណត់ឡើងលើភ្នំដើម្បីបំបត្តិការឈឺចាប់អញ្ចឹងទៅហើយនៅពេលនេះក៏គេស្រាប់តែឃើញបរិយាជនជាតិម្នាក់កំពុងតែស្រែករកជំនួយហើយគេក៏បានទៅជួយនាំបរិយានោះចុះពីលើភ្នំទៅកាន់មកដល់គូតួរបស់យើងវិញពេលនេះអរ៉ែនមិនមែនមកតែម្នាក់ឯងនោះទេគឺគេមកជាមួយបងស្រីរបស់គេណាដូច្នេះហើយពេលនេះក៏ប្រុសរបស់យើងក៏បាននាំបងថ្លៃហើយនឹងអូនរបស់គេនេះមកកន្លែងស្នាក់នៅដែលជារីសតរបស់គេណាដែលធ្វើឲ្យពេលនេះបងស្រីម្នាក់ហ្នឹងគឺគាត់ពេញចិត្តនៅបរិយាកាសនៅអាកាសធាតុនៅទីនេះខ្លាំងមែនទែនហើយដោយសារតែឃើញថាគាត់ហត់ហើយអញ្ចឹងទៅកូនប្រុសរបស់យើងក៏បានឲ្យគាត់សម្រាប់សិនទៅដើម្បីទុកពេលវេលាឲ្យអ្នកទាំងពីរក៏បាននៅសាសងជាមួយគ្នាដោយសារតែបែកគ្នាយូរហើយមិនដែលបានជួបគ្នានោះអីតែតាមពិតទៅបងស្រីម្នាក់ហ្នឹងគឺគាត់ធ្លាប់ធ្វើការនៅសន្តាគារហើយគាត់ក៏បានជួបជាមួយនឹងអ្នកទាំងពីរកាលពីថ្ងៃដំបូងដែលកូនស្រីរបស់យើងបបួលគ្នាទៅក្នុងបន្ទប់ដែលធ្វើឲ្យបងស្រីម្នាក់ហ្នឹងគាត់ឡើងលួចញញឹមតែម្ដងដោយសារតែឃើញថាមនុស្សប្រុសពីរនាក់អាចកក់បន្ទប់តែមួយក្រៅតែមួយអីអញ្ចឹងទៅណាហើយពេលនេះគឺគាត់នៅតែចង់ចាំអញ្ចឹងថាម្នាក់នោះគឺជាកូនប្រុសរបស់យើងនឹងឯងកាត់មកមើលជីវិតកូនស្រីរបស់យើងវិញម្ដងពេលនេះគេមករស់នៅជាមួយនឹងប៉ារបស់គេហើយទំនាក់ទំនងប៉ាកូននេះឥឡូវនេះគឺស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំងណាស់តែពីរគឺកំពុងតែធ្វើម្ហូបជាមួយគ្នាមើលទៅកាន់លោកពូគឺគាត់ពិតជាមានក្តីសុខខ្លាំងមែនតើដោយសារតែទំនាក់ទំនងរាប់ឆ្នាំតែហើយជាមួយនឹងកូនគាត់គឺមិនដែលនិយាយរកគ្នានោះទេពេលនេះក៏បានត្រូវគ្នាហើយក៏បានសាច់ចិញ្ចឹមជាមួយនឹងគ្នាទៀតផងនេះគឺជាក្តីសុខដែលឪពុកម្ដាយគ្រប់រូបគឺចង់បាននៅលើលោកនេះគឺគ្មានអ្វីដែលមានតម្លៃធំធេងស្មើនឹងក្តីសុខសុភមង្គលក្នុងគ្រួសារនោះទេទោះបីជាមានលុយក៏មិនអាចទិញបានដែរណាកន្លែងមកមើលយូគីកូនប្រុសរបស់យើងពេលនេះក៏បានជួយលោកពូម្នាក់ហ្នឹងចុះមកដល់កន្លែងគេសម្រាប់ហើយមើលទៅកាន់កូនប្រុសរបស់យើងគឺគេសុខចិត្តបោះចោលនៅគេឈ្មោះដែលជាតារាល្បីរបស់គេក៏មករស់នៅប្រាជីវិតសាមញ្ញធម្មតាមើលទៅកាន់ទឹកមុខរបស់គេគឺមិនមានការព្រួយបារម្ភធុញថប់ដូចជាមនុស្សឡើយដោយសារតែរស់នៅសេរីភាពមិនមានសម្ពាធណាអញ្ចឹងតាមបានជាគេនិយាយថាទោះបីជាមានប្រាក់ក៏ដោយប៉ុន្តែបើសិនជាមានលុយមានប្រាក់ច្រើនប៉ុន្តែរស់នៅដោយសម្ពាធគឺវាមិនងាយស្រួលនោះទេសុខចិត្តអត់លុយក៏អត់ទៅចាស់ឲ្យតែមានសេចក្តីសុខនិងសេរីភាពផ្ទាល់ខ្លួនចំណែកអាមេវិញគឺគេនៅខាងក្រៅមុខប៉ារបស់គេធ្វើដូចជារីករាយសើចសប្បាយនិយាយកំប្លែងជាមួយនឹងគ្នាប៉ុន្តែដល់ពេលដែលចូលក្នុងបន្ទប់ទៅធ្វើឲ្យយើងបានដឹងថាតាមពិតទៅអារម្មណ៍របស់គេគឺនៅតែពិបាកចិត្តដដែលហ្នឹងគឺគេក៏មិនហ៊ានប្រាប់ប៉ាគេឲ្យបានដឹងអំពីចិត្តរបស់ខ្លួនណាសុខចិត្តមកសំងំលាក់ទុកតែម្នាក់ឯងទោះបីជាពេលវេលាកន្លងមកមួយឆ្នាំទៅហើយប៉ុន្តែក្នុងចិត្តរបស់គេគឺនៅតែនឹកទៅដល់ស្នេហារបស់គេដដែលខូចចិត្តជាមួយនឹងរឿងស្នេហារបស់គេដដែលហ្នឹងក៏មកមើលគូតររបស់យើងវិញពេលនេះក៏ឃើញថាប៉ែសៃដងកំពុងតែអង្គុយនៅមាត់សមុទ្រអូនវិញក៏បានមកពីក្រៅអស់បងអញ្ចឹងណាហើយក៏និយាយថាមើលទៅបងដូចជាមិននឹកខ្ញុំមកដល់អ្វីដែលបងនិយាយសោះឬមួយក៏ដោយសារមកពីបងស្រីរបស់គេដែលមកជាមួយដែរអញ្ចឹងណាគេក៏មិនបាននិយាយអីដែរគេក៏និយាយថាមិនអញ្ចឹងនោះទេក៏ដោយសារតែកុំឲ្យកូនស្រីរបស់យើងនេះប្រើភ្នែកសម្លឹងមកមើលគេបែបនេះអីក៏ព្រោះតែគេពិបាកទប់អារម្មណ៍ខ្លាំងណាស់នៅពេលដែលនៅជាមួយអ្នកផ្សេងអញ្ចឹងទៅណាហើយពេលនៅដែរសងគ្នាមិនទាន់បានប្រហែលផងក៏ស្រាប់តែបងស្រីរបស់អរ៉ែនណាហៅកូនប្រុសរបស់យើងទៅជួបកូនគ្រាន់តែមកដល់ភ្លាមបងស្រីម្នាក់ក៏បានហុចការត
នីគារឲ្យកូនប្រុសរបស់យើងបែកសាច់ដុំនឹងគឺបញ្ញាបកាយហើយគេក៏និយាយថាគឺគេគឺជាកូនអ្នកមានគឺគេមិនត្រូវការលុយនោះទេគេគឺជាម្ចាស់សន្តាគាររីសតនេះទាំងអស់អញ្ចឹងណាហើយបើមិនជឿទេគឺគេឲ្យប៉ារបស់គេខលមកបងស្រីម្នាក់ហ្នឹងតែធ្វើបងស្រីម្នាក់ហ្នឹងគឺឡើងអស់សំណាញ់តែម្ដងណាហើយគឺគេស្មានថាបងស្រីម្នាក់ឲ្យលុយគេដើម្បីចាក់ចេញពីអរ៉ែនអញ្ចឹងទៅនិយាយបន្ថែមប៉ុនគិតខ្លាំងមែនតើណាគេអត់ទាន់និយាយអីផងហ្នឹងទាំងដែរគេគឺជាកូនអ្នកមានអញ្ចឹងគឺគេអត់ទាន់ប្រាប់អរ៉ែនឲ្យដឹងនោះទេបងស្រីគាត់ក៏បន្តនិយាយទៀតទៅគឺគាត់បានមើលដឹងពីតំណែងតំណងរបស់ពួកគេទាំងពីរនាក់ណាដោយសារតែគាត់និយាយមុននេះជាមួយនឹងអរ៉ែនគេគិតដូចជាកូនប្រុសរបស់យើងដែរតែប៉ុន្តែគឺបងថ្លៃរបស់គេគឺយកប្រុសម្នាក់ទាំងពីរជួបគ្នាដែលគ្នាសោះណាធ្វើឲ្យគ្នានេះគឺឡងភ័យពេលនេះយើងក៏ឃើញថាយូគីបាននាំលោកពូម្នាក់ហ្នឹងត្រឡប់មកដល់ទីក្រុងវិញតែហើយគឺគាត់អរគុណយូគីខ្លាំងមែនទែនដែលបានជួយគាត់ឲ្យគាត់រស់រានមានជីវិតណាហើយលោកពូម្នាក់គាត់មិនមែនជាមនុស្សធម្មតាណាគឺគាត់ជាម្ចាស់ក្រុមហ៊ុនមួយដ៏ធំទៀតផងអញ្ចឹងហើយពេលនេះគាត់ក៏បានលាយូគីទៅប្រទេសរបស់គាត់វិញទៅគាត់ក៏បាននិយាយមួយម៉ាត់ចុងក្រោយថាផែនដីនេះគឺមានរាងមូលដូច្នេះហើយមនុស្សសំខាន់របស់ឯងគឺជាមនុស្សម្នាក់ដែលឯងកំពុងតែគិតដែលពីសម្លេងនេះហើយធ្វើឲ្យកូនប្រុសរបស់យើងគេក៏បានយកមកគិតដែរថាតើនរណាគឺជាមនុស្សសំខាន់សម្រាប់ជីវិតរបស់គេនៅពេលណាក៏ឃើញថាអរ៉េណាបានផ្ញើសារមកកាន់យូគីគេក៏និយាយថានៅពេលដែលឃើញសាររបស់គេគឺបញ្ញាប់តាក់ទងទៅគេភ្លាមដោយសារតែមានការបន្តណាមិនដឹងថាតើពេលហ្នឹងមានការបន្តអ្វីនោះទេរឿងដែលអរ៉េណាគឺចង់ប្រាប់នោះគឺពេលនេះមិត្តភ័ក្តិរបស់កូនប្រុសរបស់យើងកាលពីរៀនវិទ្យាល័យគឺគេទៅរៀបចំពិធីមង្គលការនៅលើកោះហ្នឹងអញ្ចឹងណាដូច្នេះហើយគឺគេចង់ឲ្យកូនប្រុសរបស់យើងទៅចូលរួមបើសិនជាគេមានពេលយើងមិនដឹងនោះទេថាកូនប្រុសរបស់យើងត្រឡប់ទៅដែរឬអត់ដោយសារតែអនុស្សាវរីយ៍នឹងការឈឺចាប់របស់គេទាំងប្រមាណនៅលើកោះហ្នឹងនៅពេលដែលគ្រាន់តែគេមិនទាន់បានទៅដល់ផងគ្រាន់តែគេគិតទៅដល់ក៏គេនឹកឃើញតែការឈឺចាប់របស់គេជាមួយនឹងអាមេដូចគ្នាអញ្ចឹងហើយយើងក៏មិនទាន់ដឹងតែថាតើយូគីសម្រាប់ចិត្តបែបណាដែរទៅឬក៏អត់ក៏ស្របពេលដែលពេលហ្នឹងគឺមនុស្សដែលគេបានជួយលោកពូម្នាក់ហ្នឹងក៏បានចង់ឲ្យគេទៅតាក់ទងការងារជាមួយនឹងគាត់នៅអាយុយ៉កចង់ឲ្យគេជាអ្នក direct ថតរឿងថតអីអញ្ចឹងទៅណាក៏ប្រុសរបស់យើងគេប្រហែលជាទៅញូវយ៉កមែនហើយដោយសារតែគេគឺមិនចង់ត្រឡប់ទៅកោះនោះវិញដើម្បីរំខានជីវិតរបស់អាមេនោះទេហើយតាមពិតទៅកូនស្រីរបស់យើងគឺធ្វើការនៅកន្លែងដែលកូនប្រុសស្នាក់នៅសោះប៉ុន្តែពេលនេះធ្វើឲ្យអ្នកទាំងពីរគឺអត់បានជួបគ្នានោះទេគឺឡើងជ្រុះផ្លូវគ្នាតែម្ដងណាដល់ពេលនេះអាមេក៏បានទទួលរបស់ផ្ញើពីភូមិនឹងហើយអ្នកដែលផ្ញើនោះគឺជាលោកអ៊ំមេភូមិនឹងឯងគាត់ក៏បានផ្ញើការធនាគារហើយនឹងសម្បត្តិមួយច្បាប់ក៏សារភាពរឿងគ្រប់បែបយ៉ាងទៅកាន់អាមេឲ្យបានដឹងព្រោះតែពេលហ្នឹងកិច្ចសន្យារវាងលោកអ៊ំមេភូមិហើយនឹងអ្នកគ្រប់គ្នាជាមួយនឹងយូគីគឺឲ្យយូគីសងថ្លៃខូចខាតទាំងអស់អញ្ចឹងណាប៉ុន្តែគាត់ក៏មិនបានប្រាប់អាមេឲ្យបានដឹងដែរដោយសារតែពេលហ្នឹងគឺអាមេអត់មើលហើយគាត់ក៏មិនចង់ឲ្យអាមេមើលដែរអញ្ចឹងទៅគាត់ពិតជាសុំទោសមែនពេលហ្នឹងគឺគាត់អាត្មានិយមដោយសារតែអ្នកភូមិរបស់គាត់គឺត្រូវការលុយអញ្ចឹងណាតែពេលនេះបន្ទាប់ពីយូគីបានធ្វើឲ្យភូមិស្រុករបស់គេលក់គ្រឿងសមុទ្រដាច់មានរបស់រកស៊ីអញ្ចឹងហើយគាត់ក៏ចង់បង្វិលលុយទាំងអស់គ្រប់យ៉ាងដែលគាត់ធ្លាប់ទទួលពីយូគីចង់ឲ្យអាមេនេះយកទៅឲ្យយូគីវិញហើយក៏ផ្ដាំសុំទោសទៅកាន់គេផងព្រោះដោយសារតែរឿងកំហុសគ្រប់យ៉ាងមិនមែនមកពីគេនោះទេតែគាត់បែរជាទម្លាក់កំហុសលើគេឲ្យគេសងថ្លៃខូចខាតទាំងអស់អញ្ចឹងទៅវិញណាហើយពេលនឹងដែរលោកអ៊ំមេភូមិគាត់ក៏បានជៀតអញ្ជើញឲ្យកូនស្រីរបស់យើងអាមេនេះគឺត្រឡប់ទៅភូមិរបស់គាត់វិញដែរដោយសារតែគឺដូចជាយូគីអញ្ចឹងគឺមានមិត្តភ័ក្តិរបស់គេកាលពីរៀនវិទ្យាល័យក៏ចង់ទៅរៀបចំពិធីមង្គលការនៅទីនោះហើយគាត់ក៏ចង់ឲ្យអាមេញទៅទីនោះចូលរួមអញ្ចឹងណាអ្នកភូមិនៅទីនោះគ្រប់គ្នាគឺនឹកអាមេខ្លាំងមែនតែនក៏បានផ្ញើសម្បត្តិមកសរសេរដៃម្នាក់មួយអំពីចិត្តដែលនឹករលឹកដល់អាមេអញ្ចឹងទៅដែលធ្វើឲ្យពេលនេះអាមេមើលឲ្យគេពិតជាសប្បាយចិត្តខ្លាំងមែនតែនគេក៏នឹកដល់អ្នកគ្រប់គ្នាដូចគ្នាដែរអញ្ចឹងប្រហែលជាអាមេតែចូលរួមឲ្យមកទៅនោះមើលចុះមើលឡើងពេលហ្នឹងក៏ឃើញថាគេសន្យារវាងយូគីហើយនិងអ្នកភូមិមកចំណែកយូគីវិញគឺគេពិតជានឹករលឹកដល់អាមេខ្លាំងមែនតែនដោយសារតែពេលហ្នឹងគឺគេគិតថាលោកអ៊ំមេភូមិនឹងយកក្រាស់នឹងអាមេមើលអញ្ចឹងណាគេក៏បានសរសេរផ្ញើទាំងបេះដូងទៅឲ្យអាមេរបស់គេទៀតផងទាំងដែលពេលហ្នឹងគឺអាមេបានមើលទេប៉ុន្តែពេលនេះគឺអាមេបានឃើញហើយអញ្ចឹងទៅធ្វើឲ្យអាមេគឺសប្បាយចិត្តខ្លាំងមែនតែនក៏ព្រោះតែចិត្តដែលនៅសាលាញអញ្ចឹងទៅប្រហែលជាអាមេញ៉ាប់ទៅរកបងហើយមកទៅនោះតែក៏អត់តាន់ដឹងដែរថាតើគេនឹងបានជួបយូគីដែរឬអត់ដោយសារតែយើងក៏មិនតាន់ដឹងដែរថាតើយូគីសម្រេចចិត្តទៅលើកោះនោះឬក៏គេទៅញូវយ៉កពេលដែលមួយឆ្នាំក្រោយដែរអាមេបានមើលសមុទ្រនេះធ្វើឲ្យគេឡើងស្រក់ទឹកភ្នែកប៉ុន្តែទឹកភ្នែកលើកនេះគឺជាទឹកភ្នែកដែលសប្បាយរីករាយសប្បាយចិត្តព្រោះគេនឹងសង្ឃឹមថាគេនឹងបានទៅជួបយូគីវិញនៅពេលដែលគេជួបយូគីម្ដងទៀតគឺពួកគេនឹងនិយាយគ្នាឲ្យបានច្បាស់លាស់អញ្ចឹងណាហើយធ្វើឲ្យពេលនេះរឿងរ៉ាវកន្លងតាំងតែពីមុនតាំងពីពេលដែលគេជួបយូគីដំបូងយូគីគឺតែងតែជួយគេរហូតមកនៅ
នឹកឃើញគ្រប់អនុស្សាវរីយ៍ទាំងអស់ហើយធ្វើឲ្យអាមេពេលនេះគឺគេសប្បាយចិត្តខ្លាំងមែនទែនហើយគេគឺពិតជាចង់ជួបយូគីខ្លាំងណាស់ប៉ុន្តែពេលនេះយូគីរបស់យើងគេដូចជាសម្រេចចិត្តថាទៅធ្វើការនៅទីក្រុងញូវយ៉កជាមួយនឹងលោកពូម្នាក់ហ្នឹងហើយមកទៅនោះតែនៅពេលហ្នឹងនៅពេលដែលគេឡើងឡានជិះទៅគេក៏ឃើញថាបន្តោងរូបខ្យងមួយដែលបន្តោងនេះហើយគឺរំលឹកគេទៅដល់ពេលវេលាមួយដែលគេបានធ្វើខ្សែដៃរូបខ្យងឲ្យកូនស្រីរបស់យើងតែធ្វើអារម្មណ៍របស់គេពេលនេះគឺវល់វល់មិនស្ងប់នោះទេមិនដឹងថាតើចិត្តមួយនេះសម្រាប់ចិត្តទៅលើកោះឬក៏ទៅធ្វើការនោះទេតែសារតែឃើញរូបខ្យងនេះហើយធ្វើឲ្យគេគឺនឹកដល់អូនអមេរបស់គេខ្លាំងមែនតើណានឹកទៅដល់ពេលវេលាមួយដែលពួកគេនៅតែពីរនាក់មានភាពស្និទ្ធស្នាលជាមួយនឹងគ្នាគឺយ៉ាងមានក្តីសុខតែម្ដងធ្វើឲ្យគេរំលឹកទៅដល់ស្នេហាចាស់ដែលដក់ជាប់ជ្រៅនៅក្នុងក្រអួនក្រៅបេះដូងរបស់គេស្ទើរតែភ្លេចមិនបាននោះហើយទោះបីជារយៈពេលប្រហែលឆ្នាំទៅហើយក៏នៅតែនឹកទៅរលឹកទៅដល់អមេដូចគ្នាដែរដូច្នេះហើយពេលនេះក៏យូគីបានសម្រេចចិត្តហើយថាគេមិនទៅទីក្រុងញូវយ៉កនោះទេគឺគេត្រឡប់មកលើកោះនឹងវិញណាដែលនេះហើយគឺជាឈុតឆាកដំបូងដែលយើងបានឃើញយូគីមកដល់លើកោះនឹងតាមពិតទៅនេះគឺជាឈុតឆាកចុងក្រោយដែលយូគីសម្រេចចិត្តថាគឺគេត្រឡប់មកលើកោះនេះវិញប្រហែលដើម្បីរំលឹករឿងស្នេហាចាស់របស់គេជាមួយនឹងអាមេហើយមកទៅនោះតែពេលនេះយូគីកំពុងតែដើរនៅតាមផ្លូវដើម្បីទៅក្នុងភូមិនោះដែលកាលពីមុនគឺគេបានជិះម៉ូតូជាមួយនឹងកូនស្រីអាមេរបស់យើងហើយធ្វើឲ្យការចងចាំយ៉ាងប៉ុន្មានគឺបានលេចឡើងនៅក្នុងខួរក្បាលរបស់គេនៅពេលដែលគេជួបជាមួយនឹងកូនស្រីរបស់យើងលើកដំបូងណាប៉ុន្តែពេលនេះគឺខុសគ្នាដោយសារតែពីមុនគឺជិះម៉ូតូពេលនេះគឺដើរដោយសារតែអ្នកដឹករបស់យើងមិនដឹងថាទៅដល់ទីណាផងហ្នឹងដើរចុះដើរឡើងក៏ដើរដល់កន្លែងដែរកូនប្រុសរបស់យើងមកដល់លើកដំបូងដែលគេឈប់សម្រាកនៅពេលហ្នឹងគឺគេបានជួបជាមួយអាមេញប៉ុន្តែពេលនេះគឺស្ងប់ស្ងាត់ខ្លាំងមែនតើគឺមានតែគេម្នាក់ឯងនោះទេធ្វើឲ្យយូគីគឺឡើងទឹកមកក្រៀមក្រំតែម្ដងដោយសារតែពេលនេះមិនមានវត្តមានរបស់អូនទៀតនោះឡើយនឹកអូនរហូតដល់ស្រក់ទឹកភ្នែកតែម្ដងមិនដឹងថាតើក្នុងចិត្តរបស់យូគីនេះក្រំគ្រាឈឺចាប់ប៉ុណ្ណានោះទេមើលហើយគឺអាណិតកូនប្រុសរបស់យើងខ្លាំងមែនតើណាពេលមុនហើយនឹងពេលនេះគឺអត់ខុសគ្នានោះទេពេលហ្នឹងដែរអាមេយើងក៏បានជិះម៉ូតូមកដល់ហ្នឹងណាដែលធ្វើឲ្យកូនប្រុសរបស់យើងគឺភ្ញាក់ផ្អើលខ្លាំងមែនតើគឺគេស្មានថានេះគឺជាការយកសពនេះគឺជាអាមេពិតមែនមេគេក៏បានសម័យទៅមុនពេលដែលគេមកដល់ភូមិនេះគេក៏បានបើកចិត្តនិយាយជាមួយនឹងប៉ារបស់គេតាមត្រង់នៅអារម្មណ៍របស់ខ្លួនហើយតាមពិតទៅមិនមែនលោកពូមិនដឹងនោះទេគឺគាត់បានដឹងពីអារម្មណ៍កូនរបស់គាត់គឺតែងតែសម្ដែងធ្វើជាសប្បាយចិត្តនៅមុខគាត់ប៉ុន្តែតាមពិតទៅអារម្មណ៍របស់មេគឺមិនដែលសប្បាយរីករាយនោះឡើយដូច្នេះហើយពេលនេះគឺគាត់បើកសិទ្ធិសេរីភាពហើយអាមេធ្វើអ្វីតាមអ្វីដែលគេសម្រេចចិត្តទៅចោះដើម្បីឲ្យអាមេមានសុភមង្គលពិតប្រាកដសម្រាប់ខ្លួនឯងហើយសុភមង្គលពិតប្រាកដរបស់គាត់គឺចង់ឃើញកូនរបស់គាត់មានសេចក្តីសុខញញឹមដោយពិតប្រាកដមិនមែនលាក់បាំងនោះទេអញ្ចឹងទៅពេលនេះអ្នកទាំងពីរក៏មិនទុកពេលវេលាឲ្យកន្លងហួសទៀតដែរបើតែថាគេបែកគ្នាមួយឆ្នាំប៉ុន្មានប៉ុន្តែចិត្តរបស់គេទាំងពីរនាក់គឺនៅតែនឹករលឹកនិងស្រឡាញ់គ្នាដូចដើមអញ្ចឹងហើយចាប់ពីពេលនេះទៅគឺពួកគេនឹងបន្តទំនាក់ទំនងស្នេហារបស់គេយ៉ាងពិតប្រាកដហើយក៏មិនមានការលាក់បាំងពីអ្នកដទៃដែរបើគ្រួសាររបស់គេទទួលស្គាល់ទៅហើយមានអ្វីដែលគេត្រូវខ្លាចពីមជ្ឈដ្ឋានខាងក្រៅទៀតនោះជាបន្តបណ្ដាពេលនេះយូគីក៏បានសួរទៅកាន់អាមេងទៅតើបន្ទាប់ពីចប់ពិធីមង្គលការនេះតើអាមេងត្រឡប់ទៅវិញឬអត់អាមេងក៏បានស្រែកខ្លាំងៗឲ្យគេបានស្ដាប់ឲ្យច្បាស់ទៅពេលនេះដែរចាប់ពីពេលនេះទៅនៅពេលដែលយូគីទៅណាគឺគេនឹងទៅដឹងមិនថាឆ្លងប្រទេសឆ្លងទ្វីបនោះទេដោយសារតែពេលនេះគឺស្នេហារបស់ពួកគេក៏មិនអាចខ្វះគ្នាហើយក៏មិនអាចឃ្លាតឆ្ងាយពីគ្នាបានដែរដែលធ្វើឲ្យបងពេលនេះគឺសមាជិកខ្លាំងមែនទែនការពីចាប់ផ្ដើមដំបូងក៏ជិះម៉ូតូជាមួយគ្នាទាំងដែរមនុស្សមិននិយាយរកគ្នាណាប៉ុន្តែពេលនេះក៏ជិះម៉ូតូជាមួយគ្នាដូចគ្នាដែរប៉ុន្តែដោយអារម្មណ៍ស្រឡាញ់គ្នាសប្បាយរីករាយដោយសារតែគេទាំងពីរនាក់គឺជាស្នេហាជាមួយនឹងគ្នានឹងឯងចំណែកឯពេលនេះកាត់មកដល់ក្នុងពិធីមង្គលការសូម្បីតែមិត្តភ័ក្តិរបស់គេកាលវិទ្យាល័យក៏គេរៀបការមនុស្សប្រុសនិងមនុស្សប្រុសដូចគ្នាដែរព្រោះដោយសារតែសម័យនេះតាហើយគេមិនគិតពីរឿងយេដឺនោះទេសំខាន់ឲ្យតែស្រឡាញ់គ្នាយកចិត្តគ្នាអញ្ចឹងទៅណាអ្នកគ្រប់គ្នាគឺចាំយូគីហើយអាមេញយូរទៅហើយមិនទាន់មកដល់ទៀតហើយបានអីមកដល់បើពេលនេះរវល់តែខីគ្នាអីណាទេអាមេក៏និយាយថានៅថៃ
បគ្នាអីទៀតណាដល់ពេលវេលាកែឥឡូវហើយអញ្ចឹងតែអ្នកទាំងពីរក៏បានរត់ទៅចូលរួមពិធីជប់លៀងទៅដែលពេលនេះកំពុងតែមានមេឃភ្លៀងនៅខាងក្រៅទៀតផងពេលហ្នឹងយើងក៏ឃើញថាអារ៉ែនហើយនិងបិសាច់ទៅមកក៏បានចូលរួមដូចគ្នាដែរអ្នកភូមិទាំងអស់គ្នាក៏បានមកចូលរួមពិធីមង្គលការនឹងដោយសប្បាយរីករាយប៉ុន្តែពេលនេះអ្នកភូមិគ្រប់គ្នាគឺអន្ទះសាយខ្លាំងមែនទែនដោយសារតែស្មោះនេះទៅហើយមិនទាន់ឃើញអាមេងហើយនិងយូគីមកណាហើយពិធីគេនេះក៏មិនទាន់ចង់រៀបចំដែរដោយសារតែរងចាំអ្នកទាំងពីរមកដល់សិនព្រោះតែថាពួកគេទាំងអស់គ្នាគឺជាមិត្តភក្តិការពីរៀនវិទ្យាល័យជាមួយគ្នាអញ្ចឹងគឺគេចង់ចាំគ្នាអញ្ចឹងទៅណាគ្រាន់តែដល់នាទីដែលត្រូវចាប់ផ្ដើមភ្លាមក៏ឃើញថាគូស្នេហ៍ទាំងពីរនាក់នេះក៏បានអូសដៃគ្នាមកចូលរួមដល់ពិធីមង្គលការទាន់ពេលវេលាតែម្ដងដែលធ្វើឲ្យរ៉ែនហើយបិសាច់ដល់មកគ្រាន់តែឃើញអ្នកទាំងពីរភ្លាមនិយាយថាសប្បាយរីករាយខ្លាំងមែនទែនក៏ព្រោះតែវត្តមានមនុស្សសំខាន់ដែលគេកំពុងតែរងចាំគឺបានមកដល់ហើយគ្រាន់តែអ្នកទាំងពីរមកដល់ភ្លាមមកពេលនេះគេក៏បានបោះផ្កាដើម្បីឲ្យចាប់ហើយយូគីរបស់យើងគឺគ្រាន់តែចាប់ផ្កាបានភ្លាមគឺបកលជូនអូនតែម្ដងដោយសារតែគូបន្តដែលត្រូវរៀបការប្រហែលជាយូគីហើយនៅមេហើយមកទៅនោះដែលធ្វើឲ្យពេលនេះគ្រប់គ្នាគឺសប្បាយរីករាយខ្លាំងមែនទែនហើយរឿងរបស់យើងគឺបញ្ចប់ទៅដោយភាពសប្បាយរីករាយផងដែរព្រោះដោយសារតែបានសម្រេចបំណងទាំងពីរគូតែម្ដងណាធ្វើឲ្យអ្នកទស្សនានិងអ្នកសម្រាយនេះមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនក៏ព្រោះតែរឿងរបស់យើងគឺ happy ending អញ្ចឹងទៅជីវិតស្នេហារបស់ពួកគេចាប់ពីពេលនេះទៅនឹងរស់នៅជាមួយគ្នាដោយសុខសុភមង្គលចុងក្រោយរឿងរបស់យើងក៏បានបញ្ចប់ត្រឹមតែប៉ុណ្្នឹងនឹងឯងបញ្ចប់ដោយភាពរីករាយដែលស្នាមញញឹមគ្រប់គូតែម្ដងជាចុងក្រោយនេះ admin សូមអរគុណដល់អ្នកទាំងអស់គ្នាដែលតាមដានទស្សនា admin តាំងតែពីដើមរហូតដល់ពេលនេះអរគុណដល់អ្នកទាំងអស់គ្នាតាម subscribe admin តាំងពី channel ចាស់រហូតដល់ channel ថ្មីអញ្ចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាចង់តាមដាន admin ថា admin នឹងផុសរឿងអីល្អមើលបន្តទៀតអញ្ចឹងកុំភ្លេចជួយ subscribe like comment ល្អជាកម្លាំងចិត្តដល់ admin ផងដែរណាដូច្នេះហើយ admin សូមគោរពលាត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ